ស្ថិតនៅក្នុងវរោកាសដ៏មហានក្ខត្រិតឧត្តមឧត្តមនៃព្រះពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់90យាងចូល91ព្រះវស្សាក្នុងថ្ងៃទី18ខែមិថុនាឆ្នាំ2026សម្ដេចកតេប្រមនិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជារួមជាមួយអេសជនថ្នាក់ដឹកនាំភរិយាថ្នាក់ដឹកនាំសប្បុរសជនមន្ត្រីបុគ្គលិកនិងយុវជនកាកបាទក្រហមកម្ពុជាបានប្រារព្ធរាជពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងរាប់បាតសម្ដេចព្រះសង្ឃនិងព្រះសង្ឃ91អង្គថ្វាយព្រះពរជ័យសិរីមង្គលក្នុងព្រះវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវត្តនមង្គលសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះបររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់90យាងចូល91ព្រះវស្សានៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាក្នុងរាជធានីភ្នំពេញនាថ្ងៃប្រហ័សទី18ខែមិថុនាឆ្នាំ2023ពិធីនេះបានប្រព្រឹត្តទៅដោយមានការយាងនិងនិមន្តពីសម្ដេចព្រះមហាសុមេធាធិបតីកតេបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះពោធិវាំងកតេបណ្ឌិតណយច្រិតសម្ដេចព្រះសង្ឃនាយករងទី1គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះវណ្ណរតនកតេបណ្ឌិតមួងរ៉ាសម្ដេចព្រះសង្ឃនាយករងទី2គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះធម្មលិខិតបណ្ឌិតសៅចន្ទលព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនាសម្ដេចព្រះឧត្តមបញ្ញាដួងផង់សម្ដេចព្រះអគ្គទីការរងនៃអគ្គទីការដ្ឋានពុទ្ធិកសិក្សាជាតិនិងជាអនុប្រធានថេរសភានៃព្រះពុទ្ធសាសនាសម្ដេចព្រះឧត្តមចរិយាបណ្ឌិតឆឹងប៊ុនជាព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនាសម្ដេចព្រះឧត្តមមុនីជាសំអាងសមាជិកថេរសភានៃព្រះពុទ្ធសាសនាព្រះមេគុណខេត្តកណ្ដាលសម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយៀតអនុប្រធានលេខាធិការនៃលេខាធិការដ្ឋានគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងព្រះសង្ឃ82អង្គទៀតសរុប91អង្គមកពីវត្តចំនួន9ក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាលចម្រើនព្រះបរិត្តនិងយាងនិមន្តគោចរបិណ្ឌបាតជាកិច្ចចម្រើនព្រះជន្មព្រះវស្សាស្របតាមព្រះរាជបវេណីនិងគន្លងព្រះពុទ្ធសាសនាស្ថិតក្នុងវរោកាសដ៏មហានក្ខត្រិតឧត្តមឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់90យាងចូល91ព្រះវស្សានៅថ្ងៃទី18ខែមិថុនាឆ្នាំ2026សម្ដេចកតេប្រមនិតប៊ុនរ៉ានីហ៊ុនសែននិងសមាជិកសមាជិកានៃគណៈកម្មាធិការកណ្ដាលព្រមទាំងមន្ត្រីបុគ្គលិកអ្នកស្ម័គ្រចិត្តនិងយុវជននៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេសសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនៅព្រះរាជសព្វសាធុការពរជ័យបវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរថ្វាយសម្ដេចព្រះមហាក្សត្រីព្រះបររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះសុខភាពល្អពេញបរិបូរណ៍ព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានព្រះជន្មាទីឃាយុយឺនយូរជាង100ព្រះវស្សាជាភិយោភាពតរៀងទៅ
ក្នុងព្រះរាជពិធីចម្រើនប្រជញ្ញវឌ្ឍនមង្គលដ៏វិសេសវិសាលនេះសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជាសូមព្រះបរមរាជានុញ្ញាតលំអោនកាយសម្ដែងនៅព្រះរាជកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាธิគុណនិងព្រះព្រហ្មវិហារធម៌ដ៏ឧត្តមឧត្តមរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលជានិច្ចកាលព្រះអង្គតែងតែប្រកបដោយទស្សពិតរាជធម៌គុណធម៌មនុស្សធម៌ដ៏ថ្លៃថ្លានិងគង់ប្រថាប់ជានិមិត្តរូបដ៏ពិសិដ្ឋក្នុងការគោរពប្រតិបត្តិតាមមាគ៌ាដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាដើម្បីសន្សំព្រះរាជបញ្ញកុសលនាំមកនូវសេចក្តីសុខសេចក្តីចម្រើនសុភមង្គលនិងភាពសម្បូរសប្បាយរុងរឿងគំកើនដំកល់ជាឧត្តមប្រយោជន៍មហាធំធេងសម្រាប់សង្គមជាតិនិងប្រជារាស្ត្រកម្ពុជាជាកូនជាចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជាសូមលំអោនកាយលើកហាត់ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យដែលជាព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយ៉ានីខ្មែរគ្រប់ព្រះអង្គនិងដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋទេវតារក្សាព្រះមហាស្វេតឆ័ត្រជាពិសេសទេវតាឆ្នាំថ្មីព្រះនាងរាជសាទេវីសូមព្រះមេត្តាជួយអភិបាលប្រោះព្រំគ្រងរក្សាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយសូមជម្រាបជូនថាក្នុងព្រឹត្តិពិធីនេះសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានរៀបចំទេយ្យទានសម្រាប់ថ្វាយនិងប្រគេនសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងសម្ដេចព្រះសង្ឃ9អង្គក្នុងមួយអង្គថ្វាយនិងប្រគេនលៀងបរិខា1កន្ត្រកភេសជ្ជៈ1កន្ត្រកកន្ត្រកផ្លែឈើ1កន្ត្រកចង្ហាន់1ស្រាក់បង្អែម1កាតូនិងបច្ច័យចំនួន$1000អាមេរិកប្រគេនវត្តចំនួន9ក្នុងមួយវត្តកន្ត្រកផ្កា1កន្ត្រកអង្ករ1បាវមី1កែសត្រីខ1កែសត្រីងៀតនិងសាច់ក្រក1កន្ត្រកទឹកបរិសុទ្ធ2កែសទឹកក្រូច2កែសទឹកត្រឡាច2កែសទឹកសណ្តែក2កែសបាកាស2កែសទឹកដោះគោខាប់1កែសទឹកដោះគោស្រស់5កែសអូវ៉ាន់ទីន1កែសនិងបច្ច័យ10លានរៀលទេយ្យទានសម្រាប់រាប់បាតសម្ដេចព្រះសង្ឃ91អង្គក្នុងមួយអង្គថ្វាយប្រគេនស្លា11ចង្ហាន់1ស្រាក់បង្អែម1កាតូនិងបច្ច័យ20,000រៀលដោយឡែកសម្ដេចឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកលោកស្រីអ្នកនាងកញ្ញាព្រមទាំងសប្បុរសជនដែលបានអញ្ជើញចូលរួមក៏មានសទ្ធាជ្រះថ្លារាប់បាតថ្វាយនិងប្រគេនសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃនិងព្រះសង្ឃគ្រប់ព្រះអង្គទៅតាមសទ្ធាជ្រះថ្លារៀងខ្លួនផងដែរ